ជំរាបសួរដល់ទស្សនិកជនទីមត្រីហើយឥឡូវនេះខ្ញុំបានចោះផ្ទាល់មកដល់ផ្ទះប្អូនដែលគាត់រស់នៅតែឯងហើយគាត់ពិតជាកំសត់ខ្លាំងមែនឥឡូវដើម្បីកុំឲ្យខាត់ពេកគឺយើងចូលទៅសភាគាត់ផ្ទាល់តែម្ដងតោះឡើងសួរទៅយ៉ាត់បាក់ដោយសារប្អូនគាត់ពិបាកណាបាទបងប្អូនឥឡូវបងចោះមកដល់ហើយបងពិតជាអាណិតប្អូនខ្លាំងមែនតើហើយឥឡូវប្អូនមានការលីខាងតើរងថ្ងៃប្អូនបានញ៉ាំដែរអត់មានអីញ៉ាំបងព្រោះយើងអត់ទៅមាននេះសាច់គោសាច់អីដូចគេមានតែប្រហុកហ្នឹងបងអើយប្អូនគឺគាត់អត់មានអីញ៉ាំទេគាត់រងថ្ងៃគាត់ញ៉ាំតែសាច់គោទេអញ្ចឹងប្អូនមានគ្រាប់ថ្មិញមានទឹកថ្មិញអត់ចូលបងព្រោះយើងញ៉ាំហើយយើងបោះថ្មិញធម្មតាហើយនេះគឺផ្ទះបងប្អូននៅផ្ទាល់ឬក៏មិនបងផ្ទះបងប្អូនផ្ទះបងប្អូនបងពិតជាអាណិតប្អូនណាហ្នឹងហើយទស្សនិកជនតើមានណាគេមានលក្ខណៈថាចង់ជួយគាត់ឬក៏ចង់អីគាត់អាចតាក់ទងមកកាន់ខ្ញុំបានតែគោពុកមិនជីបងណា6ជីបង6ជីមានហើយបងមានបាទមានអូខេបាទខ្ញុំមានតែប៉ុណ្្នឹងទេបាទសូមអញ្ចឹងមានអីចង់សំណងពោទស្សនិកជនមកខ្ញុំចង់ដឹងមានសំណងពោអីបងអើយព្រោះយើងអត់ទៅមានអរគុណបងអីហ្នឹងហើយមានតែប៉ុណ្្នឹងទេម្នាក់ឯងបានច្រើនបងប្អូនគាត់មកលេងឯហ្នឹងអញ្ចឹងឥឡូវអំណាចជួយមើលទៅទាមន់ហ្នឹងតើមិនជារបស់ប្អូនឬក៏មិនទាហ្នឹងបងប្អូនចាំលេងព្រោះអត់មានសាច់គោមានអាទាឲ្យមន់ហ្នឹងបងបាទអញ្ចឹងហ្នឹងឯងមានតែប៉ុណ្្នឹងទេអូនេះមានគ្រាន់តែផងតែមានឧបត្ថម្ភមកណាអូនមកមើលបើសិនបងអត់មានអីច្រើនទេអូនអើយបងឃើញការ live វីដេអូហ្នឹងបងអាណាពេកអានេះ2រៀលហើយអានេះមួយយួរអញ្ចឹងអូនអាចរួចមួយថ្ងៃហ្នឹងអូនណាចាំស្អែកចាំគិតទៀតអរគុណបងអើយសូមឲ្យបងរស់ស៊ីមិនបានដែលឧបត្ថម្ភកវលកំប៉ុង6កំប៉ុងហើយនឹង$2អញ្ចឹងទុកដូរថែមបងអើយបាទហ្នឹងហើយទស្សនិកជនអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេឥឡូវខ្ញុំសូមជម្រាបលាបាយបាយបងបាយបងចាំមើលបើសិនជាមានអ្នកណាមានចង់ជំនួយចាំបងចោះមកតមកដល់ផ្ទះបងអូនទៀតបាទអរគុណបងសិតតែចាន